ថ្ងៃនេះយើងមកអានខមមិនបងប្អូនរបស់យើងដែលខមមិននៅក្នុងវីដេអូរបស់ខ្ញុំដែលខ្ញុំសួរថាតើនៅក្រោយពេទ្យមានអ្វីទៅរកពេលយប់បានឃើញណាបងឃើញអីគេហើយពូមួយទៀតសុទ្ធតែកំណាប់អ្នកអត់ស្គាល់ក្រោយពេទ្យដូចក្មេងអត់ចូលសាលាដូចដើរលេងអត់កាមេរ៉ាដូចទៅផ្សារអត់លុយហើយបងមួយទៀតគាត់ប្រាប់ថាចាំខ្ញុំសួរតាខ្ញុំឲ្យគាត់ស្គាល់ច្បាស់ឬគាត់និយាយគ្នារហូតរឿងក្រោយពេទ្យនឹងបងជុំតាបងឯងជំនាញទៅអស់តែ$5ទីផ្សារមុន20,000រៀលអីគេ20,000អត់យល់អ្នកធ្លាប់ទៅកែខ្លួនអស់ហើយកែខ្លួនអីគេពូអត់យល់ទេនេះហើយបងនេះក៏ថានៅក្រោយពេទ្យមានស្វាពេលដែលមើលខមមិនកាន់តែវល់អត់យល់អត់ដឹងថានៅក្រោយពេទ្យនឹងមានអីចង់ឲ្យបងពូអ្នកនៅរតនគិរីជួយប្រាប់ផងថានៅនឹងមានអីខ្លះហើយវីដេអូនេះក៏គ្រាន់តែជាវីដេអូកំសាន្តទេហើយសូមអធិស្ឋានចំពោះកំហុសខុសឆ្គងដោយអចេតនាឆ្មាល់ពេល